ក្នុងវីដេអូមុនរបស់ខ្ញុំបាននិយាយអំពីក្នុងនាមយើងជាមេត្រូវតែដោះស្រាយបន្ទាន់នៅពេលដែលកូនក្រុមរបស់យើងចាប់ផ្ដើមបែងចែកបកពួកចាប់ផ្ដើមនិយាយដើមគ្នាមិនល្អពីគ្នាទៅវិញទៅមកគឺជារឿងដែលយើងចាំបាច់ត្រូវតែដោះស្រាយជាបន្ទាន់ព្រោះវាអាចបង្កបញ្ហានៅក្នុងក្រុមរបស់យើងធ្វើឲ្យក្រុមរបស់យើងបែកបាក់គ្នាហើយនឹងប៉ះពាល់ដល់ការងារបាទអញ្ចឹងស្រាប់តែមានសំណួរពីបងប្អូនស្រីម្នាក់គាត់បានឆាតមកសួរខ្ញុំផ្ទាល់គាត់ថាបងចុះបើមេប្រកាន់បកពួកដែរតែយើងត្រូវធ្វើម៉េចបាទបញ្ហានេះគឺជាបញ្ហាលំបាកហើយបាទបើមិនជាមេពិតជាប្រកាន់បកពួកមែនណាវាពិបាកដោះស្រាយបន្តិចហើយបាទអញ្ចឹងសម្រាប់ខ្ញុំអាចចូលរួមបញ្ចេញមតិយោបល់ខ្លះប៉ុន្តែខ្ញុំគិតថាវាប្រហែលជាមិនត្រឹមត្រូវគ្រប់មនុស្សទេព្រោះអីមនុស្សយើងមានអត្តចរិតផ្សេងគ្នាបាទមានចិត្តគំនិតផ្សេងគ្នាអញ្ចឹងវិធីសាស្ត្រយើងត្រូវតែដោះស្រាយទៅតាមភាពជាក់ស្ដែងទៅតាមប្រភេទមនុស្សជាក់ស្ដែងប៉ុន្តែខ្ញុំសូមឲ្យជាមតិយោបល់2ដែលបងប្អូនអាចយកទៅសាកល្បងបានបាទមតិយោបល់ទី1គឺបងប្អូនអាចណាត់ជួបគាត់មួយទល់មួយបាទនិយាយទៅគាត់ផ្ទាល់ក្នុងការគេហៅថាបើកចិត្តបាទយើងសួរទៅគាត់ផ្ទាល់ថាបងខ្ញុំធ្វើការជាមួយបងខ្ញុំមានអារម្មណ៍ថាបងរៀងលំអៀងបន្តិចនៅក្នុងនាមខ្ញុំជាកូនក្រុមរបស់បងដោយសារតែខ្ញុំមើលឃើញចំណុចអញ្ចេះហើយខ្ញុំចង់ដឹងថាតើបងយល់យ៉ាងម៉េចដែរដើម្បីកុំឲ្យខ្ញុំមានអារម្មណ៍មិនល្អក្នុងការធ្វើការងារបាទអញ្ចឹងយើងលើកពីហេតុផលដែលយើងយល់ថាគាត់ប្រកាន់បកពួកឬក៏លំអៀងយើងអាចលើកជាបញ្ហាចំណាកុំនិយាយទូទៅខ្ញុំឲ្យឧទាហរណ៍ខ្ញុំក៏សង្កល់ឃើញថាបងតែងតែនិយាយស្និទ្ធស្នាលឬក៏លេងសើចជាមួយក្រុមដទៃប៉ុន្តែផ្ទុយមកវិញនៅក្នុងនាមខ្ញុំជាសមាជិករបស់បងជាកូនក្រុមរបស់បងអត់ដែលនិយាយលើកទឹកចិត្តឬក៏និយាយលេងឬក៏តាមឬក៏និយាយមកខ្ញុំផ្ទាល់បើខ្ញុំអត់និយាយជាមួយបងសឹងតែបងអត់និយាយជាមួយខ្ញុំអញ្ចឹងអានឹងជាចំណុចដែលខ្ញុំយល់ឃើញថាក្នុងនាមខ្ញុំជាក្រុមរបស់បងខ្ញុំអត់បានត្រូវទទួលការដឹកនាំពីបងហើយអត់សូវបានការចាប់អារម្មណ៍ពីបងខ្ញុំយល់ថាបងរៀងលំអៀងខ្ញុំគិតថាបងយល់យ៉ាងម៉េចដែរសូមបងជួយបកស្រាយបើមិនជាអត់ទេបងជួយបកស្រាយមកកុំឲ្យខ្ញុំយល់ច្រឡំជាមួយបងងាយស្រួលខ្ញុំធ្វើការងារជាមួយបងទៅមុខទៀតបាទអាហ្នឹងគឺយើងលើកយកចំណុចចំមកនិយាយខ្ញុំអត់ចង់ឲ្យបងប្អូនយកគ្រាន់តែជាគំនិតដែលយើងគិតហើយអត់មានមូលហេតុអត់មានចំណុចណាដែលយើងទទួលបានពីគាត់យកមកនិយាយជាមួយគាត់ផ្ទាល់អញ្ចឹងធ្វើឲ្យគាត់យល់ថាយើងប្រើអារម្មណ៍គិតជាមួយគាត់អាហ្នឹងវាអាចអញ្ចឹងដែរជួនកាលយើងគ្រាន់ជាការគិតយល់ច្រឡំជាមួយគាត់បាទអញ្ចឹងនៅពេលដែលយើងមានមូលហេតុចំហើយយើងចាំមើលថាតើគាត់បកស្រាយមិនបើសិនជាគាត់បកស្រាយមកគឺក្នុងន័យថាគាត់អត់បានចាប់អារម្មណ៍កន្លែងហ្នឹងគាត់សុំទោសហើយគាត់នឹងព្យាយាមកសាងកន្លែងហ្នឹងឬក៏ព្យាយាមកែលម្អកន្លែងហ្នឹងវិញអាហ្នឹងខ្ញុំយល់ថាគាត់ជាមេដែលល្អគណថាពេលខ្លះគាត់ធ្វើការគាត់អត់បានចាប់អារម្មណ៍ព្រោះគាត់អត់បានមើលអំពីគ្រប់ជ្រុងជ្រោយពីបុគ្គលិកនៅក្រុមរបស់គាត់អញ្ចឹងអាចថាគាត់និយាយត្រូវជាមួយអ្នកណាគាត់ចូលចិត្តទៅនិយាយជាមួយអ្នកហ្នឹងហើយអត់បានចាប់អារម្មណ៍ជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងធ្វើឲ្យយើងជាបុគ្គលិកនៅក្រុមរបស់គាត់មានអារម្មណ៍ថាគាត់រៀងលំអៀងអាហ្នឹងអាចអញ្ចឹងដែរបាទប៉ុន្តែបើសិនជាគាត់បាទនិយាយបកមកយើងវិញក្នុងនៃអារម្មណ៍មិនល្អដែលចង់ថាមិនទទួលស្គាល់ឬក៏មិនទទួលយកណាចំណុចដែលយើងលើកឡើងព្យាយាមនិយាយថានេះយើងចេះតែគិតផ្ដេសផ្ដាស់អីអញ្ចឹងណាអាហ្នឹងខ្ញុំគិតថាគាត់ពិតជាប្រកាន់បពុអើយហើយគាត់អត់សូវចូលចិត្តជាមួយយើងទេអញ្ចឹងអាចនឹងធ្វើឲ្យយើងមានបញ្ហានៅក្នុងក្រុមហ្នឹងអញ្ចឹងបើសិនជាក្នុងករណីទី2ហ្នឹងខ្ញុំឲ្យជំរឿនមួយទៀតគឺបងអូនអាច check មើលគិតមើលថាតើបងអូនអាចមានលទ្ធភាពទៅនិយាយជាមួយថ្នាក់លើមួយជាន់ទៀតបានអត់បាទហើយយើងស្នើសុំឲ្យគាត់ជួយសម្របសម្រួលកន្លែងហ្នឹងយើងមានអារម្មណ៍ថាយើងពិបាកធ្វើការនៅហ្នឹងនៅពេលដែលមេយើងផ្ទាល់នេះអត់មកនិយាយតំណែងមួយយើងឲ្យបានល្អឬក៏អត់សូវយកចិត្តទុកដាក់កូនក្រុមទេឬក៏អត់មកនិយាយជាមួយកូនក្រុមទេអញ្ចឹងយើងចង់ឲ្យគាត់ជួយដោះស្រាយក្នុងនាមគាត់ជាមេធំបាទជួយសម្របសម្រួលយើងអត់ចង់ឲ្យមានបញ្ហាទេប៉ុន្តែយើងចង់ឲ្យគាត់ជួយសម្របសម្រួលដើម្បីឲ្យការងារយើងរលូនជាងមុនអាហ្នឹងគឺពីចំណុចនេះខ្ញុំអាចគិតថាបងប្អូនសាកយកទៅអនុវត្តមើលបើមិនជាអាចធ្វើទៅបានណាតែបើអត់ទេខ្ញុំគិតថាយើងពិបាកបន្តិចអញ្ចឹងជំរឿនបើមិនជាគិតថាពីជំរឿនហ្នឹងអត់អាចធ្វើបានទេបងប្អូនទៅគិតថាតើយើងអាចធ្វើអីបានខ្លះនៅកន្លែងហ្នឹងរៀនអីបានខំប្រឹងរៀនចំណុចល្អពីកន្លែងហ្នឹងទៅហើយពេលយើងមានសមត្ថភាពយើងអាចដាក់ការងារក្រៅទៅបាទពួកអីពេលណាដែលគាត់ចាប់ដើមរើសអើងប្រកាន់បកពួកហើយគាត់អត់ពេញចិត្តយើងទៀតអញ្ចឹងការងារយើងរត់តែលំបាកអញ្ចឹងបងអូនអាចមើលថាតើយើងអាចស៊ូទ្រាំធ្វើការងារនៅនឹងបានរយៈពេលប្រហែលហើយរៀនចំណុចដែលល្អដើម្បី apply ការងារក្រោយទៀតបាទអានេះគឺជាមតិយោបល់របស់ខ្ញុំបាទបើមិនជាយើងអាចធ្វើបានទាំងពីរចំណុចដែលខ្ញុំនិយាយហ្នឹងបាទអរគុណច្រើនហើយសម្រាប់អ្នក
ផ្សេងទៀតមាន comment យ៉ាងណាសូមជួយចែករំលែកនៅ comment ទាំងអស់គ្នានៅក្នុងវីដេអូនេះហើយបើសិនជាគិតថាអ្វីដែលខ្ញុំចែករំលែកទៅគឺល្អអាចយកទៅប្រើប្រាស់បានសូមជួយ share ទៅកាន់បងប្អូនផ្សេងទៀតដែលគាត់កំពុងជួបបញ្ហារឿងមេប្រកាន់បព្វពួកនេះឯងបាទអរគុណច្រើន